សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងចែករំលែកអំពីរបៀបឆុងតែបៃតងតែក្រហមម៉ូដថ្មីដែលជាក្រុមហ៊ុនជាមួយនឹងគុជឆ្អិនទឹកឃ្មុំជាមួយនឹងគុជឆៅអញ្ចឹងតែនេះគឺក្រុមហ៊ុនជាមួយនឹងគុជឆៅគុជឆ្អិនទឹកឃ្មុំរបស់យើងដែលយើងចំណាំប្រើបងប្អូនអញ្ចឹងតែនឹងមកកញ្ចប់គឺមានទម្ងន់400ក្រាមឥឡូវនេះយើងក៏មកចាប់ផ្ដើមកាត់តែក្រហមមុនដែលយើងថ្លឹងតែក្រហមនឹងចំនួន35ក្រាមសម្រាប់ទឹក1លីត្រចំពោះម៉ឺនុយតែក្រូចឆ្មាហើយតែបៃតងគឺយើងថ្លឹងចំនួន20ក្រាមថ្លឹងដល់លេខ20ចឹងមកណាសម្រាប់ទឹក1លីត្រដូចគ្នាហើយក៏ចំពោះម៉ឺនុយតែក្រូចឆ្មាដែរបងប្អូនឥឡូវនេះយើងក៏យកសូពីស្បៃ2មកអញ្ចឹងស្បៃមុននឹងយើងប្រើយើងត្រូវស្រោចទឹកក្តៅឬក៏លាងឲ្យស្អាតសិនបងប្អូនយើងក៏ចាក់តែបៃតងតែក្រហមរបស់យើងចូលទៅរួចហើយយើងក៏ប្រើទឹកក្តៅដាំពុះចំនួន1លីត្រចាក់ចូលទៅក្នុងតែទាំងពីរហ្នឹងមកណាចាក់ទឹក1លីត្រដូចគ្នាមកចំពោះម៉ឺនុយតែក្រូចឆ្មាកុំភ្លេចលុយបន្ថែមអំបិលតិចតិចផងបងប្អូនដើម្បីធ្វើឲ្យតែរបស់យើងនឹងចាប់ជាតិឆ្ងាញ់រួចហើយយើងក៏ទុកតែរបស់យើងឲ្យចេញជាតិអស់ពី5នាទីទៅ10នាទីសិនចាំយើងស្រង់យកកាកតែចេញតែសូមបងប្អូនប្រញាប់លក់បងប្អូនអាចផ្ទេរចុះផ្ទេរឡើងទៅធ្វើឲ្យទឹកតែរបស់យើងនឹងចេញជាតិលឿនយើងអាចឆាប់លក់បានលឿនមិនទុកដល់5នាទី10នាទីទេបងប្អូនឥឡូវនេះយើងក៏មកចាប់ផ្ដើមឆុងទាំងអស់គ្នាដោយយើងប្រើទឹកតែក្រហមចំនួន150មីលីលីត្រសម្រាប់ខ្នាតកែវលេខ22រួចហើយយើងប្រើទឹកស្ករអាចប្រើជាប្រភេទទឹកស្ករស្រាប់អញ្ចឹងក៏បានឬក៏ទឹកស្ករធ្វើខ្លួនឯងក៏បានដែរបងប្អូនឬមួយក៏ប្រើស្ករសក៏បានដែរតែទឹកស្ករវារំលាយលឿនជាងប្រើទឹកស្ករចន្លោះពី60ទៅ70មីលីលីត្រសម្រាប់ខ្នាតកែវលេខ22បងប្អូនតែក្រូចឆ្មាធ្វើឲ្យរាងផ្អែមហើយរាងជូរមិនឆ្ងាញ់តមកទៀតយើងក៏ប្រើជាមួយនឹងទឹកក្រូចឆ្មាចន្លោះពី20ទៅ25កូរចូលគ្នាឲ្យរលាយមកជាការស្រេចហើយឥឡូវនេះចូលដល់តែបៃតងម្ដងដោយយើងប្រើទឹកតែបៃតងហ្នឹងចំនួន150មីលីលីត្រដូចគ្នាបងប្អូនចាក់ដល់លេខ150អញ្ចឹងមករួចហើយយើងក៏ប្រើទឹកស្ករចន្លោះពី60ទៅ70មីលីលីត្រដូចគ្នាជាតិផ្អែមហ្នឹងគឺយើងអាចបន្ថែមបន្ថយបានណាបងប្អូនរួចហើយយើងក៏ប្រើជាមួយនឹងទឹកក្រូចឆ្មាដែលយើងបានច្របាច់រួចហ្នឹងចន្លោះពី20ទៅ25មីលីលីត្រកូរចូលគ្នាមកជាការស្រេចហើយឥឡូវនេះយើងក៏យកកែវលេខ22ដាក់ទឹកកកឲ្យពេញទាំងពីរកែវមករួចហើយយើងក៏ចាក់ល្បាយតែក្រហមនិងតែបៃតងរបស់យើងចូលមកបងប្អូនចំពោះតែក្រហមនិងតែបៃតងនេះគឺយើងឆុងតែមួយមុខទេអត់មានលាយអីបន្ថែមទេបងប្អូនប៉ុន្តែពណ៌តែគឺថាស្រស់ហើយស្អាតអត់ចេញកម្ៅទេបងប្អូនហើយក៏អត់ស្លេកដែរហើយរសជាតិរបស់គេក៏ឈ្ងុយឆ្ងាញ់ដែរជាចុងក្រោយយើងក៏បន្ថែមជាមួយនឹងចំណិតក្រូចឆ្មាមួយចំណិតអញ្ចឹងមកជាការស្រេចឥឡូវយើងក៏មកភ្លក់តែរបស់យើងទាំងអស់គ្នាភ្លក់តែពណ៌ក្រហមមុនណាបងប្អូនសម្រាប់តែពណ៌ក្រហមនេះដែរគឺអត់មានក្លិនក្រអូបទេបងប្អូនតែពណ៌ក្រហមនេះគឺមានបន្ថែមក្លិនទេអញ្ចឹងសម្រាប់អ្នកណាដែលចង់បានតែដែរក្រហមដែលមានបន្ថែមក្លិនក្រអូបអីបងប្អូនប្រើតែប្រភេទនេះបានគឺឈ្ងុយតែក្លិនតែក្រហមទេអត់មានអប់ក្លិនវ៉ានីឡាក្លិនម្លីអីទេបងប្អូនឥឡូវនេះភ្លក់តែបៃតងម្ដងតែបៃតងនេះជាប្រភេទតែបៃតងអត់ក្លិនម្លីបងប្អូនយើងញ៉ាំទៅវាធំក្លិនឈ្ងុយក្លិនម្លីក្នុងហ្នឹងប៉ុន្តែរសជាតិរបស់វាក៏ឆ្ងាញ់ម្យ៉ាងដែរបងប្អូនអត់ល្វីងទេចង់តាមរូបមន្តនេះណាអញ្ចឹងសម្រាប់បងចង់បានតែពីរប្រភេទនេះដែលជាក្រុមហ៊ុនជាមួយនឹងប្រភេទ Good Chance Jelly ហ្នឹងតែនេះក្រុមហ៊ុនមួយគ្នាហ្នឹងណាបងប្អូនអាចឆាតចូលពេកបានដែរអរគុណច្រើនអ្នកទាំងអស់គ្នា